កាលព្រះពោធិសត្វកើតក្នុងកំណើតសត្វចាបមានចាបជាច្រើនពាន់ជាបរិវារនៅក្នុងដងព្រៃគ្រានោះមានព្រានម្នាក់ចេះធ្វើសម្លេងដូចជាចាបប្រើឧបាយបងសំណាញ់ខាងលើចាបហើយក្រសោបចាបទាំងអស់ឲ្យមករួមគ្នានៅក្នុងកំប្រោងហើយនាំយកទៅលក់ដោយមើលឃើញថានាយព្រាននោះធ្វើឲ្យញាតិរបស់ខ្លួនដល់នៅសេចក្តីវិនាសថ្ងៃមួយពោធិសត្វបានពោលនឹងចាបទាំងនោះថាខ្ញុំដឹងឧបាយកលមួយដែលអាចគេចផុតពីអន្ទាក់របស់ព្រាននោះបានចាប់ពីថ្ងៃនេះទៅកាលព្រាននោះបងសំណាញ់លើពួកយើងចូលអ្នកទាំងឡាយសោកក្បាលចូលទៅក្នុងក្រឡាសំណាញ់នីមួយហើយខំទៅទះស្លាប់ឲ្យខ្លាំងទាំងអស់គ្នាដើម្បីលើកសំណាញ់នោះឡើងរួចហើរទៅកាន់ទីដែលយើងត្រូវការហើយចុះត្រង់គុម្ពឈើដែលមានបន្លាកាលណាធ្វើបែបនេះយើងនឹងគេចផុតទៅក្នុងចំណែកខាងក្រោមត្រង់គល់នៃឈើនោះហើយសាធុថ្ងៃទី2កាលព្រានបាក់សីនោះបងសំណាញ់ខាងលើពពួកចាបទាំងឡាយក៏ប្រព្រឹត្តដោយន័យដែលព្រះពោធិសត្វពោលឲ្យនោះឯងហើយក៏គេចផុតអំពីសេចក្តីវិនាសទាំងអស់លុះវេលាយប់ត្រឡប់ទៅផ្ទះដៃទៅទេក៏បណ្ដាលឲ្យភរិយារបស់ព្រាននោះមានសេចក្តីក្រោធហើយពោលទៅប្តីថាអ្នកត្រឡប់មកដៃទៅទេរាល់ថ្ងៃប្រហែលជាអ្នកអាចចិញ្ចឹមស្រីដតេខាងក្រៅទេដឹងណែនាងអញមិនមានចិញ្ចឹមអ្នកដតេឯណាទៀតឡើយតែចាប់ទាំងនោះព្រមព្រៀងគ្នាហើយវានាំយកសំណាញ់គ្រាន់តែអញបងទៅប៉ុណ្ណោះហើយចុះត្រង់គុម្ពឈើដែលមានបន្លាតែពួកវាមិនខ្លាំងក្លារហូតទេនាងកុំទូមម្នាស់ឡើយកាលណាពួកវាដល់នៅវិវាទគ្នាអញនឹងនាំយកពួកវាទាំងអស់មកកន្លងទៅ2ទៅ3ថ្ងៃថ្លែងអំពីចាបមួយដែលហើរចុះមកដីវិញគ្រារកចំណីដោយមិនបានមើលក៏ជន់ចំក្បាលចាបមួយទៀតឯចាបដែលត្រូវគេជន់ក្បាលក៏ខឹងក្រោធហើយពោលថាអ្នកណាជន់ក្បាលអញខ្ញុំមិនបានមើលមុខមើលក្រោយបានជេរជន់ចំក្បាលនេះសូមអ្នកកុំក្រោធខឹងនឹងខ្ញុំអីអ្នកឯងមើលងាយអញនឹងធ្វើឲ្យអ្នកឯងដឹងខ្លួនម្ដងតើប្រហែលជាមានតែអ្នកឯងទេឬដែលលើកសំណាញ់ឡើងបានកាលចាបទាំងនោះឆ្លោះគ្នាព្រះពោធិសត្វក៏គិតថាឈ្មោះថាចំនួនមិននាំឲ្យចម្រើនទេតែនាំមកនៅសេចក្តីវិនាសមិនខានពេលនេះទៅចាបទាំងនេះនឹងមិននាំគ្នាលើកសំណាញ់ដោយពីមុនឡើយហេតុនោះនឹងនាំឲ្យកើតសេចក្តីវិនាសធំមិនខានហើយព្រាននឹងបានឱកាសសម្លាប់យើងមិនខានអញមិនអាចនៅក្នុងទីនេះបានទេចាបព្រះពោធិសត្វក៏នាំបរិស័ទរបស់ខ្លួនទៅកាន់ទីដទៃចំណែកព្រានបាក់សីលុះកន្លងទៅបាន2-3ថ្ងៃមកក៏ធ្វើតាមវិធីដូចសពដងលំដាប់នោះចាបទាំងនោះក៏កើតចំនួននឹងគ្នាហើយប្រចាំគ្នាលើកសំណាញ់បានឱកាសព្រានព្រៃក៏ក្រសោបសំណាញ់ឲ្យចាបទាំងនោះនៅរួមគ្នាខាងក្នុងហើយដាក់ពេញកំប្រោងកាន់ទៅផ្ទះធ្វើឲ្យភរិយាសប្បាយចិត្តទៅកាលណាបើការតតេងគ្នាកើតឡើងហើយកាលនោះនឹងដល់នៅសេចក្តីវិនាសធំចាបដែលមិនមែនជាបណ្ឌិតក្នុងកាលនោះបានមកជាទេវទត្តចំណែកចាបដែលជាបណ្ឌិតក្នុងកាលនោះគឺតថាគតនេះឯង